ព័ត៌មានរដ្ឋចិនប្រធានាធិបតីចិនលោកស៊ីជីនពីងនឹងបំពេញទស្សនកិច្ចនៅប្រទេសសមាជិកអាស៊ានចំនួន3គឺវៀតណាមម៉ាឡេស៊ីនិងកម្ពុជាចាប់ពីថ្ងៃទី14ដល់18ខែមេសាឆ្នាំ2025កម្ពុជាគឺជាប្រទេសចុងក្រោយដែលលោកស៊ីនឹងបំពេញទស្សនកិច្ចពីថ្ងៃទី17ដល់ថ្ងៃទី18មេសាតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីមហាជននៅកម្ពុជាបានលើកជាចម្ងល់ថាហេតុអ្វីលោកស៊ីជីនពីងមកដល់កម្ពុជាចំថ្ងៃទី17មេសា2025ដែលចំថ្ងៃខួប50ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមដោយបានបង្កសោកនាដកម្មដ៏ធំធេងនៅប្រទេសកម្ពុជានិងដែលប្រវត្តិសាស្ត្របានបញ្ជាក់ពីការបានជាប់ពាក់ព័ន្ធនឹងប្រទេសចិនដូច្នេះតើវាជារឿងចៃដន្យឬយ៉ាងណាដែលប្រមុខរដ្ឋចិនមកបំពេញទស្សនកិច្ចនៅកម្ពុជាចំថ្ងៃ17មេសា2025លោកបណ្ឌិតមាសនេះអ្នកសិក្សាការអភិវឌ្ឍសង្គមបានលើកជាសំណួរថាមូលហេតុអ្វីបានជាទស្សនកិច្ចរបស់លោកប្រធានាធិបតីចិនស៊ីជីនពីងធ្វើឡើងចំថ្ងៃ17មេសាជាថ្ងៃដែលរបបខ្មែរក្រហមចាប់ផ្ដើមកាប់សម្លាប់ប្រជាជនខ្មែរកាលពី50ឆ្នាំមុនជាការពិតបើសិនជាយើងទាញពីថ្ងៃ17មេសាហើយការបំពេញទស្សនកិច្ចធ្វើចំថ្ងៃហ្នឹងគឺមនុស្សទូទៅគេអាចនឹងទាញភ្ជាប់មូលហេតុនឹងបានណាយើងហើយពេលធម្មតាថ្ងៃ17មេសានេះគឺជាថ្ងៃមួយដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរណ្ដៅនៃការសម្លាប់រង្គាលរបស់របបខ្មែរក្រហមណាបាទប៉ុន្តែក៏យើងអត់ដឹងថាតើហេតុអីបានជាទស្សនកិច្ចនេះគេធ្វើចំថ្ងៃហ្នឹងតើវាជាការស្នើសុំរបស់រដ្ឋាភិបាលយើងកំណត់ថ្ងៃហ្នឹងឬក៏ជាការបំពេញទស្សនកិច្ចរបស់មេដឹកនាំចិនដែលជាការព្រួយផ្ដើមរបស់ប្រទេសចិនណារបស់មេដឹកនាំចិនណាលោកបណ្ឌិតយ៉ងពៅអគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាបានមើលឃើញនៅចំណុចមួយចំនួនគឺថាទស្សនកិច្ចរបស់លោកស៊ីជីនពីងប្រធានាធិបតីចិននៅកម្ពុជាធ្វើឡើងតាមពិធីការរួមគ្នានៃប្រទេសទាំង4គឺវៀតណាមម៉ាឡេស៊ីកម្ពុជានិងចិនហើយចៃដន្យមកដល់កម្ពុជាចំថ្ងៃ17មេសាខ្ញុំគិតឃើញថានេះជាការបំពេញទស្សនកិច្ចដែលរៀបចំឡើងដោយក្រុមការងារនៃប្រទេសទាំង4បាទมันមានរឿងបញ្ហាទាញភ្ជាប់នឹងបញ្ហាទស្សនវិជ្ជានៃប្រវត្តិសាស្ត្រឬនយោបាយណាមួយនោះទេបាទអញ្ចឹងយើងឃើញថាដំណើរបំពេញទស្សនកិច្ចរបស់គាត់ជាការរៀបចំគូផ្គងពេលវេលាគ្នាគឺមកកម្ពុជាក្រោយគេនិយាយឲ្យចំគឺចំថ្ងៃ17មេសាឆ្នាំ2025នេះជាពេលវេលាដែលអ្នកពិធីការប្រទេសទាំង4រដ្ឋាភិបាល